នៅពេលរដូវកាលបន្តពូជឈានចូលមកដល់បង្គួយទឹកញីនឹងបញ្ចេញសារធាតុគីមីពិសេសម្យ៉ាងដែលហៅថា pheromone នៅក្នុងទឹកសារធាតុនេះប្រៀបដូចជាសញ្ញាផ្សព្វផ្សាយមួយដើម្បីតាក់ទាញវងបង្គួយទឹកឈ្មោលឲ្យដឹងខ្លួនភ្លាមៗបន្ទាប់ពីទទួលបានសញ្ញានេះពួកបង្គួយទឹកឈ្មោលក្នុងតំបន់នឹងហែលមកចំរោមជុំវិញសត្វញីរហូតបង្កើតបានជាការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញនិងគ្មានការយោគយល់ឡើយលក្ខខណ្ឌនៃការយកឈ្នះក្នុងសមរភូមិស្នេហ៍នេះគឺសាមញ្ញបំផុតសត្វឈ្មោលណាដែលអាចតោងនិងអោបក្រសោបការពារសត្វញីបានជាប់ល្អនិងមានរយៈពេលយូរជាងគេសត្វឈ្មោលនោះនឹងក្លាយជាអ្នកឈ្នះហើយទទួលបានសិទ្ធិក្នុងការបង្កាត់ពូជប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យនោះគឺមុននឹងមកដល់សមរភូមិស្នេហ៍ក្នុងទឹកនេះបង្គួយទឹកស៊ីរ៉ាញូនត្រូវធ្វើដំណើរថ្មើរជើងយ៉ាងលំបាកឆ្លងកាត់ព្រៃភ្នំរាប់សប្តាហ៍ឬរាប់ខែឯណោះដើម្បីស្វែងរកប្រភពទឹកត្រឹមត្រូវពួកវាមានការចងចាំដ៏អស្ចារ្យដោយអាចវិលត្រឡប់មកកាន់កន្លែងដែលវាធ្លាប់កើតបានយ៉ាងត្រឹមត្រូវបំផុតលើសពីនេះទៅទៀតឃើញស្លូតបែបនេះពួកវាមានអាវុធសម្ងាត់ដ៏គួរឲ្យខ្លាចមួយនៅលើស្បែកនិងពងរបស់ពួកវាមានផ្ទុកជាតិពុលម្យ៉ាងដែលហៅថា tetrodotoxin ដែលជាជាតិពុលដ៏ខ្លាំងក្លាអាចសម្លាប់សត្វស៊ីសាច់ដទៃឬសូម្បីតែមនុស្សបានយ៉ាងងាយប្រសិនបើហ៊ានលេបវាចូលទៅជាតិពុលនេះជួយការពារពួកវាឲ្យមានសុវត្ថិភាពក្នុងពេលកំពុងលង់លក់ក្នុងវគ្គស្នេហ៍ក្រោមទឹក